បងប្អូនទាំងអស់គ្នាដែលអ្នកចង់រៀនកម្មវិធីរដ្ឋបាល Microsoft Word បាទខ្ញុំមានមេរៀនខ្លីចំពោះអ្នកដែលចាប់ផ្ដើមដំបូងហើយអ្នកដែលមិនទាន់ស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធីនេះបាទខ្ញុំសូមបង្ហាញគ្រូចែកម្លែកនៅបទពិសោធន៍តិចតួចពាក់ព័ន្ធនឹងការប្រើនៅកម្មវិធី Microsoft Word ហើយទៅកម្មវិធីរដ្ឋបាលហ្នឹងបាទជាដំបូងយើងបើកកម្មវិធី Microsoft Word នឹងមកបាទហើយមួយទៀតយើងជ្រើសរើសយកចំណុចដែលទាំងការងារយើងថ្មីបើកវាមកបាទបន្ទាប់មកវាបង្ហាញនៅផ្ទាំងការងារបែបនេះអញ្ចឹងក្នុងផែនការក៏ដូចជាបែបបទរដ្ឋបាលគឺយើងត្រូវកំណត់ Magic អញ្ចឹងយើងត្រូវចូលអីយើងត្រូវចូល insert យើងអាចចូលសុំទោសចូល home មិនមកយើងមើលនៅក្នុង page setup ហ្នឹងវាមានអីមាន page layout បាទចូល page layout មកអញ្ចឹងយើងកំណត់មកពិនិត្យមើលត្រង់ចំណុចនេះឬក៏ចូលកន្លែងនេះក៏បានបាទកំណត់នៅ option នេះក៏បានបាទអញ្ចឹងវាចេញផ្ទាំង page setup ដូចគ្នាអញ្ចឹងងាយស្រួលលឿនគឺយើងចូល page layout ចូលនេះចំណុចនេះគឺ page setup អញ្ចឹងវាលឿនបាទចូលវាមកកំណត់ magic វាបាទទំព័រ magic ហៅថាទំព័រវាអញ្ចឹងលើនេះយើងយក5អ៊ីងចុះ 0.5 អ៊ីងក្រោមដូចគ្នា 0.5 អ៊ីងដូចគ្នាហើយចំណែកខាងឆ្វេងយើងរសារនៅមួយទៅហើយស្ដាំនេះគឺយើងយក0.5ដូចគ្នា5អ៊ីងបានមកអានេះយើងយកកំណត់ទំហំបញ្ឈរឬក៏ផ្ដេកដែលយើងយកបញ្ឈរបាទអញ្ចឹងចុចអូខេបាទនេះគឺបានតម្រង់ magic យើងទុកគែម1សង់ទីម៉ែត្រនេះគឺសម្រាប់កັບនៅទំព័របាទបន្ទាប់គឺយើងដាក់បាវចនាគឺយើងអាចវាយជាអក្សរបែបនេះក៏បានតែតម្រង់ងាយស្រួលកុំឲ្យវារត់គឺយើងបង្កើតជាតារាងមួយមកងាយស្រួលជាងសេរីអញ្ចឹងយើងចូល insert ចូល shape យើងយកកឡោនមួយ shape មួយដើម្បីយកមកគូសបាទគូសលើនោះមកដើម្បីវាអក្សរវាចេញទាំងមកនេះយើងជ្រើសយកចំណុចសនេះបន្ទាប់មុននេះយើងមកស្ដាំលើវាយកពាក្យ edit ដើម្បីយើងសេអក្សរចូលបាទបន្តទៀតយើងជ្រើសយក save fill យើងយក no fill save online យក no online បាទអញ្ចឹងមកនោះយើងចូល home វិញយើងកំណត់ប្រភេទអក្សរអញ្ចឹងជាទូទៅអក្សរយើងកំណត់យកខ្មែរឲ្យសៀមរាបបាទយកខ្មែរសៀមរាបយើងវាយចុះព្រះមហាក្សត្របាទព្រះមហាក្សត្របាទយើងបានប៉ុណ្្នឹងហើយយើងដូរពណ៌អក្សរមកបាទយើងដូរពណ៌អក្សរគឺខ្មែរ OS New Line បាទបានចឹងហើយគឺយើង copy មក copy ពេចចូលជាប់ទាញដើម្បីយើងបង្កើតជាតាក់តែងយើងលុបចោលអញ្ចឹងយើងចូលនៅលើនេះគឺកំណត់តាក់តែងអញ្ចឹងយើងបាយជាអក្សរអង់គ្លេសមកតាក់តែង enter មកអញ្ចឹងចុចលេខ3លើតាក់តែងយើងពង្រីកអក្សរតិចទៅ24នេះទៅសមរម្យអាចយើងយកបាននេះសមរម្យអញ្ចឹងយើងសេរីទំហំរបស់យើងអាហ្នឹងយើងបង្កើតជា shape អញ្ចឹងវាអត់ថាវាអត់ rail អត់រត់ដូចពេលប្រាតែយើងចង់កលឡើងចេះបានអញ្ចេះទៅបានឆ្ងាយពាក្យតែយើងអញ្ចឹងវាអត់ពាក់ព័ន្ធនឹងលេងឡើងទេបាទអញ្ចឹងសូមស្ដាប់នេះ12ទេបាទទូទៅបែបរដ្ឋបាលគឺ12បាទអញ្ចឹងអានេះគឺយើងដាក់កាត់ឡើងលើទៀតឬសមបាទប៉ុន្តែអញ្ចឹងយើងចង់បញ្ជាក់យើងចង់ថាអឺគឺងាយស្រួលទាញចេះបាទលើទាញដើម្បីយើងដាក់បោះវចនាអង្គភាពលើគៀនបាទ
មួយវិទៀតយើងចង់ទាញដាក់អង្គភាពនៃគៀមនេះអញ្ចឹងយើងពីទៅសេះជាប់ទាញបាទយើងងាយស្រួលដាក់វចនាអង្គភាពយើងហើយយើងដាក់អង្គភាពស្អីដាក់snorkel យ៉ាបើកលស snorkel តាមលពងបាល់ខេតចិត្តខេតđây là cái vị cho biết ផែនការងារស្អីយ៉ាងមកបាទការនេះយើងចិត្តមកបាទយើងចង់ចោះទៀតការរៀបឡាយស្អីការរៀបឡាយចិត្តចឹងមកបាទយើងលេខបាទយើងទាញរៀបវិញធំទៅមកដើម្បីដាក់លេខវាលេខ2ចឹងមកសារនេះធំវាទៅវិញផុតសល់ទៅលេខ12គ្នាបាទហើយតម្រងខ្មែរគឺសៀមរាបបាទយើងអស្មារតីចឹងមកបាទគឺរបៀបរបបគឺបែបនេះគឺយើងធ្វើបែបនេះហើយការងារបន្តទៀតគឺយើងសេវអត្ថបទដែលយើងចង់ប្រើយើងរក្សាទុកដើម្បីងាយស្រួលគឺទីយើងចូល file យើងចូល save as យើងជ្រើសរើស DPC មកយើងទុក DPC បាទលើដាក់លើ desktop យក desktop លើ desktop យើងដាក់ឈ្មោះអីគេឈ្មោះការងាររដ្ឋបាលហ្នឹងដែរដាក់រដ្ឋបាលបាទរដ្ឋបាលប៉ុណ្ណេះហើយអានេះជា Word document ងាយស្រួលយើងកែនៅក្រោយអញ្ចឹងយើងនេះកុំរើសអីក្រៅពី document យើងចង់ដាក់ជារូបភាពវីដេអូក៏បានរូបភាពរូបថតក៏បានដែរតែខ្ញុំ recommend ឲ្យដាក់ PDF ទេគឺដាក់ document បាទយក document ហ្នឹងទៅងាយស្រួលយើងកែក្រោយហើយចុច save បាទ save យើង close ចេញមកគឺវានៅក្រោមហ្នឹងហើយនេះបាទរដ្ឋបាលបាទបើកនៅវាមកនេះយើងចង់កែថ្ងៃក្រោយទៀតវាស្រួលទំហំទំព័រមានស្រេច Magic អីមានស្រេចបាទអញ្ចឹងគឺវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបាទបងប្អូនជួយ Subscribe ជួយ Share ជួយ Like Comment ផងបាទសូមអរគុណ